ជំរាបសួរបងប្អូនទាំងអស់គ្នាអ្នកដែលធ្លាប់ទៅទីតាំងនេះប្រកាសជាស្គាល់ហើយថានៅកន្លែងណានេះគឺជាទីតាំងពលានយន្តហោះពោធិ៍ចិនតុងដែលឥឡូវនេះគឺថាបានផ្អាកប្រតិបត្តិការហោះហើរទាំងស្រុងហើយជំនួសទៅដោយពលានយន្តហោះថ្មីនៅឯខាងស្រុកស្អាងខេត្តកណ្ដាល If we tried it we can make it but don't we ever នេះគឺយើងចតម៉ូតូចតអីហើយគឺយើងចូលទៅខាងក្នុងចាប់ពីថ្ងៃទី11ដល់ថ្ងៃទី19ខែមេសាអតីតប្រលានយន្តហោះពោធិ៍ចិនតុងនឹងបើកដំណើរការសាកល្បងជាសួនសាធារណៈឲ្យសាធារណជននឹងបានចូលទៅថតរូបទៅហាត់កីឡាឬក៏ចូលទៅមើលកម្សាន្តលេង little problems we could solve try another but I know you got one more ការបើកដំណើរការសាកល្បងនេះគឺបើកចាប់ពីម៉ោង5ព្រឹករហូតដល់ម៉ោង9យប់ driving to Austin ពេលចូលទៅដល់ខាងក្នុងប្រលានយន្តហោះគ្រប់យ៉ាងនៅតែស្រស់ស្អាតដដែលដូចកាលពីមុនចឹងចាំមានប្រជាជនជាច្រើនបានសម្ដែងនៅការគាំទ្រចំពោះការបំលែងអតីតប្រលានយន្តហោះពោធិ៍ចិនតុងនេះឲ្យคล้ายទៅជាសួនសាធារណៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលបម្រើឲ្យវិស័យដឹកជញ្ជូនរបស់ប្រទេសកម្ពុជាយើងតាមផ្លូវអាកាសគឺបានបើកដំណើរការតាំងពីឆ្នាំ1959ហើយបន្តរហូតមកដល់ថ្ងៃទី10ខែកក្កដាឆ្នាំ2025ត្រូវបានបិទដំណើរការដោយសារតែយើងមានប្រលានយន្តហោះថ្មីដ៏ធំសម្បើមនៅឯខាងស្រុកស្អាងខេត្តកណ្ដាលប្រលានយន្តហោះអន្តរជាតិភ្នំពេញនេះត្រូវបានសាងសង់ឡើងជាលើកដំបូងបំផុតសម្រាប់ប្រទេសកម្ពុជាយើងដោយបារាំងបានកសាងឲ្យនៅឆ្នាំ1957 time was making fun of me taking away at the walls and I can barely breathe this might be my only chance to leave អាកាសយានដ្ឋាននេះដើមឡើយគឺមានឈ្មោះថាអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងដែលឡែករយៈពេលបន្តជាច្រើនឆ្នាំមកក៏បានបដូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី15ខែមករាឆ្នាំ2003We can make it, but don't we ever just take some chances and stop you thinking and start you living. Get your shoes on, we're going dancing. If we tried it, we can make it, but don't we ever just take some chances and stop you thinking and start you living. Get your shoes on, we're going dancing.